ប្រវត្តិប្រាសាទតាមាន់ធំប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលបានកសាងឡើងនៅសតវត្សទី11ដល់សតវត្សទី13ដោយព្រះបាទសូរ្យវរ្ម័នទី1ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យតាមផ្លូវជាតិលេខ56ដែលមានចម្ងាយពីទីរួមក្រុងសំរោង48គីឡូម៉ែត្រនិងពីប្រាសាទតាមាន់ធំទៅប្រាសាទតាមាន់តូចមានចម្ងាយជិត2គីឡូម៉ែត្រក្បែរនោះមានប្រាសាទមួយចំនួនទៀតរួមមានប្រាសាទដំរីទ្រោមដែលមានចម្ងាយ13គីឡូម៉ែត្រពីប្រាសាទតាក្របីដែលស្ថិតនៅលើជួរភ្នំដងរែកប្រាសាទតាមាន់ធំមានទំហំ60ម៉ែត្រគុណ60ម៉ែត្រសាងសង់ពីថ្មភក់ហើយប្រាសាទនេះបានធ្វើការចុះបញ្ជីសារពើភ័ណ្ឌរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួចហើយនៅក្នុងប្រាសាទនេះមានតម្កល់សសរលឹងរបស់ព្រះសិវៈដែលគេហៅថាស្វាយភូលឹងមានន័យថាលឹងដែលកាត់ឡើងដោយឯងស្វាយភូលឹងគឺជាទីតាំងដ៏ពិសេសបំផុតសម្រាប់សម័យបុរាណហើយប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿរហូតដល់សពថ្ងៃនេះនៅក្នុងទីតាំងប្រាសាទនេះគឺជាទីកន្លែងអាស្រមមួយកាលពីសម័យមុនអង្គរនេះបើយោងទៅតាមសិលាចារឹកនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ប្រាសាទតាមុនជួនកាលត្រូវបានគេហៅថាប្រាសាទតាមាន់ផងដែរព្រោះមានសម្លេងស្រដៀងគ្នាប៉ុន្តែឈ្មោះដែលត្រឹមត្រូវគឺប្រាសាទតាមុនគឺជាប្រាសាទមន្តអាគមពុំមែនពាក់ព័ន្ធទៅនឹងមន្ទីរអ្វីទេមានប្រាសាទចំនួន2ស្ថិតនៅក្បែរគ្នាគឺប្រាសាទតាមុនតូចនិងប្រាសាទតាមុនធំប្រាសាទតាមុនធំគឺជាស្នាដៃល្អឯករបស់បុព្វបុរសខ្មែរស្ថិតនៅលើជម្រាលនៃជួរភ្នំដងរែកស្ថិតនៅក្នុងឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យឈុំនឹងឃុំបាក់ដៃស្រុកភ្នំដងរ៉ាត់ខេត្តសូរិនរបស់សៀមប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងសតវត្សទី11ពីថ្មបាយក្រៀមលាយថ្មភក់ដោយព្រះបាទសូរ្យវរ្ម័នទី1បែរទៅទិសខាងត្បូងតម្រូវទៅតាមភូមិសាស្ត្រខ្ពង់រាបនៅតំបន់នោះដែលមានចម្រាស់បែរទៅទិសខាងត្បូងប្រាសាទនេះប្រកបទៅដោយក្បូរក្បាច់រចនាដ៏ល្អប្រណិតហើយមានប្រជាប្រិយភាពគួរជាទីចាប់អារម្មណ៍បំផុតភាពអស្ចារ្យនៃប្រាសាទតាមុនធំល្បីរន្ទឺនៃសស្ថាននេះគឺបណ្ដាលមកពីកត្តាជាច្រើនដូចជាភាពវិសេសវិសាលនៃទីតាំងប្រាសាទនិងស្ថានភាពភូមិសាស្ត្រដោយគប់ផ្សំទៅនឹងជំនឿលើអរិយវត្ថុក្នុងប្រព័ន្ធគំនិតខ្មែរនាសម័យមហាអង្គរដែលនៅដិតតាមជាប់នៅឡើយក្នុងទំនៀមទម្លាប់របស់អ្នកស្រុកសៀមដើមកំណើតខ្មែរនៅក្នុងប្រទេសសៀមសពថ្ងៃនេះទេវដ្ឋានដ៏មានសារៈសំខាន់នេះគឺជាក្រុមប្រាសាទតូចធំជាច្រើនមានប្រាង្គនៅចំកណ្ដាលធំជាងគេតំណាងឲ្យភ្នំសុមេរុដែលជាជន្ទល់នៃចក្រវាឡក្នុងលោកធាតុវិទ្យាឥណ្ឌាខ្មែរហើយក៏ជាទីកន្លែងដ៏ស័ក្តិសិទ្ធិជាងគេផងដែរភាពស័ក្តិសិទ្ធិនៃប្រាសាទតាមាន់ធំនេះក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរតាមរយៈថ្មធម្មជាតិមួយដែលមានលក្ខណៈសើមដោយខ្សែទឹកផុសចេញពីបាតភ្នំបើតាមឯកសារព្រឹទ្ធាចារ្យដែលរស់និងថែនៅប្រាសាទនេះបានបញ្ជាក់ថាការដើមឡើយប្រាសាទតាមាន់ទាំងមូលមានឈ្មោះថាប្រាសាទវេទមន្តលោកក្រោយមកក៏ក្លាយទៅជាប្រាសាទតាមាន់រហូតដល់សពថ្ងៃនេះប្រាសាទតាមាន់ធំគឺជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសទៅដល់ព្រះសិវៈក្នុងព្រហ្មញ្ញសាសនាប្រាសាទដែលបានកសាងឡើងនៅក្នុងសម័យអាណាចក្រអង្គរដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទគេនឹងឃើញទិដ្ឋភាពដ៏ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូងបើសិនបើគេចេញពីខ្លោងទ្វារប្រាសាទគេអាចធ្វើដំណើរនៅលើផ្លូវបុរាណដែលមកពីរាជធានីអង្គរចំណែកខាងក្រោមនេះមានស្រះទឹកបុរាណមួយប្រាសាទតាមាន់ធំជាប្រាសាទដែលតម្កល់ព្រះសិវលិង្គធម្មជាតិមួយដែលមានឈ្មោះថាស្វាយភូលឹងដែលមានន័យថាលិង្គដែលកាត់ឡើងដោយខ្លួនឯងលិង្គធម្មជាតិដែលមានភាពល្បីល្បាញដូចគ្នាទៅនឹងព្រះសិង្ហនៅប្រាសាទវត្តភូក្នុងទឹកដីនៃប្រទេសឡាវនាពេលបច្ចុប្បន្នលក្ខណៈពិសេសមួយទៀតរបស់ប្រាសាទតាមាន់ធំគឺការតម្រង់ទិសនៃប្រាសាទបុរាណខ្មែរបុរាណភាគច្រើនតម្រង់ទិសឆ្ពោះទៅទិសខាងកើតចំ90ដឺក្រេហេតុនេះអនុញ្ញាតឲ្យព្រះអាទិត្យរះដើម្បីបំភ្លឺអាទិទេពនៅទីជម្រកកណ្ដាលពីរដងក្នុងមួយឆ្នាំប្រាសាទខ្មែរទី3ប៉ុណ្ណោះដែលមានខ្លោងទ្វារបែរទៅទិសខាងត្បូងដូចជាប្រាសាទភីមាសនិងប្រាសាទតាមាន់ធំប្រាសាទដែលបែរមុខទៅទិសខាងត្បូងមានការជាប់ទាក់ទងទៅនឹងព្រះជន្មរាជគឺព្រះអាទិទេពនៃការស្លាប់ប្រាសាទភីមាស
ក៏ដូចជាប្រាសាទតាមុនធំបែរទៅទិសខាងត្បូងដែលតម្រង់រករាជធានីអង្គរប្រាសាទតាមុនធំបែរមុខទៅទិសខាងត្បូងមាន 171.5 ដឺក្រេដែលមាន 8.5 ដឺក្រេបែរទៅទិសខាងត្បូងនិង 24 ដឺក្រេតម្រង់ទៅកាន់រាជធានីអង្គរលក្ខណៈពិសិដ្ឋនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយដែលមានលក្ខណៈសើមជានិច្ចបណ្ដាលមកពីចរន្តទឹកដែលផុសចេញពីបាតភ្នំគឺថ្មធម្មជាតិនេះហើយដែលត្រូវបានគេប្រដូចទៅនឹងព្រះសិវលិង្គឬក៏លិង្គព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិនៅក្នុងសម័យកាលបុរាណគឺប្រការនេះហើយដែលថ្មលិង្គស្វាយភូលិង្គបានក្លាយទៅជាចំណុចកណ្ដាលឬក៏បេះដូងនៃប្រាសាទតាមុនធំដែលហេតុថាមានការសាងសង់នៅប្រាង្គប្រធានហុំព័ទ្ធពីលើព្រមទាំងសំណង់ឧបសពនានាជុំវិញក្នុងបរិបទនេះហើយទីតាំងប្រាសាទកាន់តែស័ក្តិសិទ្ធិឡើងមួយទ្វេជាដងតាមការវិតម្លៃរបស់អ្នកបុរាណវិទ្យាបានបញ្ជាក់ថាសំណង់ស្ថាបត្យកម្មប្រាសាទនេះបានសាងសង់រួចហើយតែផ្នែកចម្លាក់រចនាយើងវិញគេសង្កេតឃើញថានៅសេសសល់ផ្ទៃជាច្រើននៃប្រាសាទដែលមិនទាន់ឆ្លាក់ម្យ៉ាងទៀតប្រាសាទតាមុនក៏មានកំផែងព័ទ្ធជុំវិញបែររកទៅទិសខាងត្បូងដែលគេឆ្ងល់ថាហេតុអ្វីនេះនិយមទៅតាមតម្រូវការចាំបាច់នៃទីតាំងភូមិសាស្ត្រគឺខ្ពស់រាបចំណុចនេះមានចម្រាស់បែរទៅរកទិសខាងត្បូងចំណែកឯតួប្រាសាទទាំងមូលសាងសង់មកជាប់ទៅនឹងចម្រាស់ដីតែម្ដងអ្នកដែលធ្លាប់សិក្សាអំពីសំណង់ស្ថាបត្យកម្មនិងសិល្បៈខ្មែរបុរាណអាចនឹងយល់ស្របគ្នាថាប្រាសាទនេះគឺជាស្នាមប្រហោះនៃព្រះបាទសូរ្យវរ្ម័នទី1បើពុំនោះក៏នៅជំនាន់ឬរាជនោះផ្នែកទី1នៃសតវត្សទី11ថ្មីត្បិតតែពុំឃើញមានសិលាចារឹកហើយពុំមានចម្លាក់រចនាបថក៏ដោយប្រាសាទតាមុនធំដែលសាងសង់ឡើងដោយអតីតស្ដេចខ្មែរព្រះបាទសូរ្យវរ្ម័នទី1ប៉ុន្តែនៅក្នុងនោះយើងឃើញថាមានបងប្អូនមួយចំនួនមានការយល់ច្រឡំថាប្រាសាទរបស់ខ្មែរមួយនេះមានឈ្មោះថាប្រាសាទតាមុនឬខ្លះទៀតហៅថាប្រាសាទវេទមន្តបើតាមសិលាចារឹកប្រាសាទនេះមានឈ្មោះថាសេវបាតបច្ចឹមជាការពិតហើយការស្រាវជ្រាវនៅបន្តរកឃើញថាប្រាសាទតាមុនធំធ្លាប់មានឈ្មោះប្រាសាទតាមុននិងប្រាសាទវេទមន្តឡើយគឺឃើញតែការវិវត្តឈ្មោះពីប្រាសាទតាមទាន់មកជាប្រាសាទតាមុនប្រាសាទតាមុនធំដែលហៅតាមរឿងនិទានមែនទែនទៅប្រាសាទបុរាណខ្មែរភាគច្រើនដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃគឺអាស្រ័យទៅលើប្រជាជននៅក្នុងតំបន់ឬក៏នៅក្នុងតំបន់នោះជាអ្នកហៅនិងជាអ្នកដាក់ឈ្មោះការហៅឈ្មោះឬដាក់ឈ្មោះឲ្យប្រាសាទទាំងនោះគឺអាស្រ័យទៅលើស្ថានភាពទីតាំងភូមិសាស្ត្រធម្មជាតិជុំវិញលក្ខណៈរបស់ប្រាង្គប្រាសាទគឺជារឿងព្រេងនិទានដែលនិយាយតៗគ្នាជួនកាលខ្លះទៀតគេហៅដោយយោងទៅតាមរូបបដិមាឬចម្លាក់ផ្សេងៗដែលមាននៅក្នុងប្រាសាទស្រាប់ដែលគេមានជំនឿឬក៏យល់ថាសំខាន់សម្រាប់ប្រជាជនរស់នៅជុំវិញសហគមន៍របស់ពួកគេមានប្រាសាទបុរាណខ្មែរចំនួនតិចតួចដែលយើងអាចស្គាល់តាមឈ្មោះដើមតាមរយៈសិលាចារឹកដែលបានរកឃើញនៅក្នុងប្រាសាទផ្ទាល់ជាក់ស្ដែងដូចជាប្រាសាទបាគងប្រាសាទភ្នំបាខែងប្រាសាទព្រះគោប្រាសាទបន្ទាយស្រីប្រាសាទព្រះវិហារនិងមានប្រាសាទជាច្រើនទៀតតែបើទោះបីជាប្រាសាទមួយចំនួនទាំងនោះមានឈ្មោះដើមរបស់ខ្លួនក៏ដោយក៏យើងមិនបានហៅឈ្មោះដើមទាំងនោះទេគឺយើងហៅទៅតាមរឿងព្រេងនិទានឬក៏តាមទស្សនវិជ្ជាជាក់ស្ដែងបើតាមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យចំពោះប្រាសាទតាមុនធំក៏មិនខុសពីប្រាសាទបុរាណដែលបានរៀបរាប់ខាងលើនោះដែរសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះជាពិសេសចាស់ៗគាត់បាននិយាយថាប្រាសាទតាមុនធំបើតាមចាស់ៗពីដើមដំណាលតគ្នាមកគឺប្រាសាទនេះមានឈ្មោះថាប្រាសាទតាមទាន់ការដែលហៅថាប្រាសាទតាមទាន់ដូច្នោះដោយសារតែមានរឿងព្រេងមួយដ៏វែងបានដំណាលតថាការដើមឡើយមានព្រះមហាក្សត្រមួយអង្គមានឈ្មោះថាយៈសោកេព្រះអង្គសពរិហត្ថីចិញ្ចឹមសត្វបាក់សាបអស័យជាខ្លាំងក្នុងចំណោមសត្វបាក់សាបអស័យទាំងនោះសត្វទទាគឺជាសត្វដែលព្រះអង្គសពរិហត្ថីជាងគេដោយសារតែរាជកិច្ចច្រើននៅក្នុងការមើលខុសត្រូវចំពោះប្រជានុរាស្ត្រនិងការពារទឹកដីពីការឈ្លានពានពីសត្រូវធ្វើឲ្យព្រះបាទយៈសោកេភ្លេចភ្លាំងនិងមិនបានដាក់ចំណីឲ្យសត្វទទាស៊ីនៅថ្ងៃពេញបរមីដែលជាហេតុធ្វើឲ្យសត្វទទានោះស្លាប់ហើយក៏បានទៅចាប់កំណើតជាព្រះមហាក្សត្រមួយឈ្មោះថាព្រះអូឡូដោយមាននៅគំនិតគុំគួនចង់កំហឹងចង់សង្សឹកជាមួយព្រះបាទយៈសោកេដែលធ្វើឲ្យខ្លួនស្លាប់កាលពីអតីតជាតិដែលនៅជាសត្វទទានោះព្រះអូឡូក៏បានលើកទ័ពជាច្រើនតាមប្រហារព្រះបាទយៈសោកេដើម្បីសង្សឹកព្រះបាទយៈសោកេដោយសារតែកម្លាំងទ័ពរបស់ខ្លួនមានតិចជាងព្រះអូឡូក៏បានភៀសព្រះកាយចេញពីព្រះនគរដោយជាដំរីសភ្លុកខៀវជួក្នុងព្រៃហើយក៏បាននាំព្រះអគ្គមហេសីឈ្មោះថានាងបុទុមនិងបុត្រនៅក្នុងផ្ទៃទៅជាមួយពេលមកដល់នៅក្នុងព្រៃលើភ្នំដងរែកព្រះអង្គបានចុះសម្រាកនៅទីនោះហើយព្រះបាទយៈសោកេក៏បាននាំអគ្គមហេសីរបស់ខ្លួនឡើងទៅលើខ្នងភ្នំកសាងប្រាសាទមួយនៅទីនោះ
ដែលសពថ្ងៃហៅថាប្រាសាទតាមាន់ធំស្នាក់នៅបាន7 ខែនិយាយពីព្រះអឡពេលបានដឹងដំណឹងអំពីទីតាំងលាក់ខ្លួនរបស់ព្រះបាទយក្សសោកេហើយក៏បានលើកទ័ពដេញតាមចាប់ឯព្រះបាទយក្សសោកេពេលដឹងថាព្រះអឡលើកទ័ពមកតាមចាប់ក៏ប្រញាប់ភៀសខ្លួនតែកិច្ចមិនរួចក៏ត្រូវបានកងទ័ពព្រះអឡតាមទាន់ចាប់នៅនឹងកន្លែងទីនោះផ្ទាល់តែម្ដងដោយហេតុនេះហើយនៅសម័យក្រោយមកគេក៏បាននាំគ្នាហៅប្រាសាទនោះថាប្រាសាទតាមទាន់ដោយសារតែព្រះអឡតាមទាន់ចាប់ព្រះបាទយក្សសោកេនៅទីនោះហើយក្រោយមកក៏បានក្លាយទៅជាប្រាសាទតាមាន់តមកជាមួយគ្នានេះផងដែរដោយសារតែនៅទីនោះមានប្រាសាទចំនួន3ដែលនៅជិតៗគ្នាហើយក៏មានឈ្មោះតាមាន់ដូចគ្នានោះដូចនេះប្រជាជនបានកំណត់យកប្រាសាទដែលធំជាងគេហៅថាប្រាសាទតាមាន់ធំឯប្រាសាទដែលតូចល្មមហៅថាប្រាសាទតាមាន់តូចហើយប្រាសាទដែលតូចជាងគេហៅថាប្រាសាទតាមាន់ឬក៏ប្រាសាទបាយក្រៀមនេះឯងសូមបញ្ជាក់ថារឿងព្រេងខាងលើគឺវែងណាស់ហើយវាមានជាប់តាក់ទងទៅនឹងតំបន់និងប្រាសាទមួយចំនួនទៀតក្នុងនោះដូចជាភូមិល្បាក់រិនប្រាសាទគង់ផ្លូវរំកិលសពប្រាសាទបន្ទាយទ័ពប្រាសាទបន្ទាយឆ្មាភ្នំកំព្រាជាដើមហើយឈ្មោះស្ដេចព្រះបាទយក្សសោកេនៅក្នុងរឿងនេះមានឈ្មោះដូចគ្នាទៅនឹងឈ្មោះស្ដេចនៅក្នុងរឿងព្រេងប្រាសាទចៅស្រីវិបុលដែរសម្រាប់ប្រជាជនរស់នៅក្នុងខេត្តសុរិន្ទគឺគេមានរឿងព្រេងរបស់ពួកគេផងដែរដែលនិយាយតាក់ទងទៅនឹងប្រាសាទតាមាន់ធំនេះបើទោះបីជាយ៉ាងណាប្រាសាទតាមាន់ធំនេះគ្រាន់តែជាពាក្យដែលប្រជាជនហៅតៗគ្នាប៉ុណ្ណោះក៏ប៉ុន្តែទោះជាយ៉ាងណាមានសាលាចរិតជាច្រើនផ្ទាំងដែលបានរកឃើញនៅទីនោះហើយនៅក្នុងនោះក៏មានសាលាចរិតពីច្រើននិយាយពីការថ្វាយទ្រព្យសម្បត្តិនិងវត្ថុផ្សេងៗដល់កម្រងពេងជាគុណគិវបានបច្ចឹមដែលឈ្មោះនេះគឺជាឈ្មោះដែលគេហៅចំពោះទេពដែលតម្កល់នៅក្នុងប្រាសាទតាមាន់ធំឬក៏ហៅឈ្មោះប្រាសាទតាមាន់ធំកាលពីសម័យបុរាណដល់ឡែកសម្រាប់ថៃវិញគេបានហៅប្រាសាទនេះថាប្រាសាទតាមឿនធំជាពាក្យថៃតាមឿនដែលពាក្យនេះគឺជាពាក្យថៃដែលបានហៅសម្លេងតាមគ្រាមភាសារបស់ខ្មែរយើងនៅក្នុងតំបន់នេះពីសម្លេងតាមាន់ធំទៅជាតាមឿនធំឬក៏តាមឿនធំព្រោះពាក្យមន់ខ្មែរនៅតំបន់ខ្លះបានបញ្ចេញសម្លេងទៅជាមឿនបើតាមឯកសារខ្លះគេដំណាលថាការពីដើមឡើយមានតែម្នាក់ឈ្មោះថាតាមាន់គឺជាស្ដេចជីកេគ្រប់គ្រងនគររាជស្ដេចជីកេនេះគឺជាស្ដេចឪរបស់ស្ដេចអ៊ូលូគ្រប់គ្រងនៅខ្មែរក្រោមស្ដេចទាំងពីរគឺជាស្ដេចខ្មែរដោយថ្ងៃមួយស្ដេចអ៊ូលូដែលជាកូនបានមកចាប់ស្ដេចឪដែលជាស្ដេចជីកេគឺស្ដេចតាមាន់យកទៅសម្លាប់ដោយមិនដឹងថាស្ដេចឪខុសអ្វីនោះទេបានជាយកគាត់ទៅសម្លាប់ប្រហែលគាត់ជាកោរបាត់ទេដឹងស្ដេចជីកេខ្មែរយើងខាងនេះមកផ្ទះវិញតែនៅតាមផ្លូវក៏បានឃើញប្រាសាទនេះក៏ដាក់ឈ្មោះថាប្រាសាទតាមាន់ពីដើមប្រាសាទនេះចេញភ្លើងពណ៌ខៀវព្រោះពីដើមមនុស្សខ្លាំងពូកែប្រាសាទស័ក្តិសិទ្ធិណាស់នេះជាដំណើរដែលអ្នកភូមិរុនឬបានរុនខេត្តសុរិន្ទម្នាក់នៅថ្ងៃទី20ខែកក្កដាឆ្នាំ1979រស់នៅក្បែរប្រាសាទតាមាន់សូមជម្រាបថានៅទីនេះពាក្យថាគោមានន័យថាក្បត់ឯពាក្យថាគោងនៃពិតប្រាកដគឺកុហកឬក៏អបាយកលល្បិចបោកបញ្ឆោតរីឯពាក្យថាមាន់នៅទីនេះគឺប្រហែលមិនសំដៅទៅលើសត្វមាន់នោះទេក៏ប៉ុន្តែអាចជាពាក្យកម្លាយចេញពីពាក្យវរ្ម័នដែលជាគោរមងាររបស់ព្រះមហាក្សត្រខ្មែរនាសម័យបុរាណដែលខ្មែរសុរិន្ទបញ្ចេញសម្លេងថាមាន់នេះគ្រាន់តែជាសមត្ថកម្មមួយប៉ុណ្ណោះបើយោងទៅតាមបណ្ឌិតមីសែលត្រាណេរឿងព្រេងនេះមានភាពស្តៀងគ្នាត្រង់ចំណុចមួយចំនួនដែលយើងគួរតែពិចារណាជាមួយគ្នានេះផងដែរក្នុងសាលាចរិតប្រាសាទតាមាន់ធំ K1187 ដែលថៃកំពុងដាក់នៅសារមន្ទីរជាតិខេត្តសុរិន្ទត្រង់បន្តទី4នៃផ្ទាំងទី2បានបង្ហាញឈ្មោះប្រាសាទតាមាន់ធំថាសេវប័តបច្ចឹមសាលាចរិតនេះបានបង្ហោះនៅលើគេហទំព័រ The Princess មហាចក្រីសិរិនធន Anthropology Center សរុបមកខ្មែរបុរាណមិនដែលហៅប្រាសាទតាមាន់ធំថាជាប្រាសាទតាមាន់ឬក៏ប្រាសាទវេទមន្តនោះទេតាមរយៈការសិក្សាទៅលើសាលាចរិតនិងបុរាណវត្ថុនានាដែលបានរកឃើញនៅប្រាសាទយើងបានដឹងថានេះគឺជាទីទេវដ្ឋានមួយដ៏សំខាន់ដែលគោរពជឿទៅលើព្រហ្មញ្ញសាសនាបែបនិកាយព្រះសិវៈដែលជាអាទិទេពមួយដ៏ធំជាងគេក្នុងចំណោមអាទិទេពផ្សេងៗក្នុងព្រហ្មញ្ញសាសនាហើយទីនេះក៏ជាកន្លែងដ៏ពិសិដ្ឋមួយដែលស្ថិតនៅតាមក្បែរផ្លូវបុរាណចេញពីក្រុងអង្គរទៅកាន់ប្រាសាទភិម័យបច្ចុប្បន្ននៅក្នុងប្រទេសថៃបច្ចុប្បន្នប្រាសាទតាមាន់ធំនៅតែមានការគោរពបូជាពីសំណាក់ប្រជាជនរស់នៅក្នុងតំបន់និងប្រជាជនដែលរស់នៅក្នុងតំបន់ផ្សេងៗទៀតផងដែរជាក់ស្ដែងដូចជានៅពេលថ្ងៃបុណ្យជាតិម្ដងគេតែងសង្កេតឃើញប្រជាជនជាច្រើនបានមកកាន់កន្លែងនេះដើម្បីគោរពបូជានិងថ្វាយផ្កាភ្ញីផ្សេងៗដល់ទេវស្ថានមួយនេះហើយនៅក្នុងនោះផងដែរក៏មានការធ្វើពិធីថ្វាយភ្លេងជារៀងរាល់ឆ្នាំផងដែរពីសំណាក់ប្រជាជនបងប្អូនយើងក៏ដូចជាបងប្អូនខាងខ្មែរសុរិន្ទក៏ដូចជាប្រជាជនថៃដែលនេះសពបញ្ជាក់ឲ្យឃើញថាទេវស្ថានប្រាសាទតាមាន់ធំ
នេះគឺនៅតែមានការគោរពបូជាជាអដាច់ពីសំណាក់ប្រជាជននៅក្នុងតំបន់និងប្រជាជននៅក្នុងតំបន់ផ្សេងៗទៀតហើយភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏មកទស្សនាប្រាសាទនេះអដាច់ផងដែរសូមជម្រាបជូនផងដែរថាខេត្តឧត្តរមានជ័យគឺជាខេត្តដែលជាប់លំដាប់ទី5ដែលមានប្រាសាទបុរាណមានរូបរាងចំនួន29និងប្រាសាទបាក់បែកនៅសល់ប្រហែលជា18ក្នុងនោះប្រាសាទតាមុននិងប្រាសាទតាក្របីគឺជាប្រាសាទដែលទាក់ទាញភ្ញៀវទេសចរ